លឺភូមិតឡែងគល់យ៉ាម៉ងអ្នកណាមួយមានឪពុកម្ដាយឈឺគាត់អាយុ74 75នឹងឯងគឺប្រុងប្រយ័ត្នឲ្យហើយទៅគឺដល់អាយុខៃហ្នឹងអ្នកណាឈឺ74 75នឹងឯងគឺឈឺផ្ដាំញាតិញោមគឺឈឺផ្ដាំឆ្លងរួចគឺមិនរួចគឺចំណុចហ្នឹងហើយញាតិញោមទៅរួចក៏មិនរួចគឺចំណុចហ្នឹងហើយពីព្រោះតែដល់អាយុខៃត្រូវតែស្លាប់ព្រះសម្ដែងថាអញ្ចឹង74 75គឺអាយុខៃរបស់មនុស្សយើងនឹងបានតែត្រឹមហ្នឹងតែបើសិនជាយាយតាពុកម៉ែបងប្អូនទាំងអស់គ្នារស់បានចិត្តពី74 75ឡើងទៅលើហើយញោមនឹងហើយរស់រហូតទៅដល់8ទៅញាតិញោមពុទ្ធបរិស័ទញោមឥឡូវអាត្មាពេលឆ្ងល់ចំណុចនេះវិញហេតុអ្វីលោកអ៊ំអាចារ្យខ្មោចរស់បានយូរជាងគេញាតិញោមមើលសួរញោមហ្មងនេះអត់ទៅភ្លឺអញ្ចឹងគេសួរនេះអីគេសួរមែនតើណាគេសួរមែនតើទៅធ្វើអីណាហេតុអ្វីបានជាលោកអ៊ំអាចារ្យខ្មោចអាចារ្យភ្លុកអាចារ្យយោគីទាំង5នេះរស់បានយូរជាងគេញ៉ាអាត្មាសួរអស់តែហ្មងទៅមើលញាតិញោមដោយសារតែម៉ាច់ចូលរាជនឹងឯងខ្ជិលយកគាត់ទៅទុកឲ្យដុតគេដុតឯងមែនទេអញ្ចឹងសាធុកយកទៅយកអត់សាធុកឯងឲ្យសាធុកយកទៅឲ្យបានអាយុវែងដុតគេដុតឯងអញហ្នឹងហើយមិនងាយទេឪអ្នកឲ្យតែអាចារ្យខ្មោចនឹងឯងស្ដាច់យមរាជនឹងឯងខ្ជិលយកគាត់ឲ្យគាត់នឹងឯងរស់បានយូរដើម្បីដុតគេដុតឯងឥឡូវបើសិនអត់គាត់ញោមដុតកើតអត់ហាញគាត់បីអាត្មាគាត់ចេះដុតទេដុតត្រីបានដុតមាន់បានដុតគោបានក៏ប៉ុន្តែដុតខ្មោចគឺអត់ចេះទេមែនទេញោមអត់ហ៊ានទៅចិត្តទេខ្លាញ់ឆេវអញ្ចឹងអត់ហ៊ានទេអញ្ចឹងបានគេឲ្យរស់បានយូរហ្នឹងអាចារ្យខ្មោចហ្នឹងលឺទេញោមអញ្ចឹងលើកដៃសាធុកយកប៉ុនទៅហើយទៅញាតិញោមពុទ្ធបរិស័ទមនុស្សយើងឲ្យតែស្លាប់ហើយគេទៅសួរណាដល់ហើយញាតិញោមដល់ចំណុចហ្នឹងណាមនុស្សយើងទាំងអស់គ្នាដូចជាលោកឪពុកយើងឈ្មោះអីអូតាអិនដូចបួសដែរតាដូចបួសវត្តអីនោះវត្តទួលហ្នឹងហើយកូនសិស្សអាត្មាដែរតាអើយនិយាយចោះជិះឡើងកូនសិស្សអាត្មាតាអិនហ្នឹងហើយអាត្មាភាពលោកគ្រូបបួឲ្យហ្នឹងអាត្មាភាពហ្នឹងហើយបើគិតទៅគឺអាត្មាគាត់ហ្នឹងកូនអាត្មានេះតាអិនកូនអាត្មាគ្រូឧបជាលោកញាតិញោមហ្នឹងហើយអាចឹងនិយាយចោះនិយាយឡើងអត់ដឹងតាអិនស្លាប់ណែអាត្មាភាពមិនបានមើលឯណាមើលដាក់លើនេះដាក់រូបថតផងហ្នឹងហើយអាត្មាភាពមកមិញចូលមកគេហែទៅអត់មានបានមើលមុខឯណាអញ្ចឹងបានអាត្មាភាពលោកតាសិតថាស្រីប្រុសហ្នឹងញាតិញោមណាអព្យាស្រ័យផងអញ្ចឹងចេះដូចជាលោកតាអិនក៏ដោយញោមទាំងអស់គ្នាក៏ដោយលោកតាស្វិតក៏ដោយឲ្យតែស្លាប់ហើយឲ្យតែងាប់ហើយគេទៅសួរហើយញាតិញោមលឺអត់ញោមធុញនៅញោមបើធុញអាត្មាភាពអេវ៉ាំងទៅផ្ទះអញ្ចេះទៅផ្ទះទៅវត្តអញ្ចេះមនុស្សយើងទាំងអស់គ្នាឲ្យតែស្លាប់ហើយគេទៅសួររឿងអីសួររឿងបុណ្យរឿងបាបពីណាអ្នកសួរគឺស្ដេចយមរាជជាអ្នកសួរអ្នកញាតិញោមឥឡូវអាត្មាភាពធ្វើស្ដេចយមរាជហើយលោកតាអិនកំពុងស្លាប់ឧបមាដូចជាលោកតាអិនកំពុងស្ដាប់អញ្ចឹងគេទៅសួរថាមើលលោកតាអិនកាលពេលលោកតាឯងនៅរស់នៅមានប្រពន្ធកូនតើលោកតាធ្លាប់ធ្វើបុណ្យធ្វើកុសលអីទេណែស្ដេចយមរាជសួរដូចអាត្មាភាពអញ្ចឹងលឺហ៎ញោមលឺអត់ញោមគេសួរអញ្ចឹងណាបើសិនជាលោកតាអិនគាត់ឆ្លាតគាត់លៀគាត់ប្រាប់ស្ដេចយមរាជស្ដេចយមរាជហើយសួរអ្នកណាមិនដឹងទេចំណែកខ្ញុំនេះធ្វើបុណ្យច្រើនណាស់ខ្ញុំធ្លាប់ធ្វើបុណ្យវត្តនេះខ្ញុំធ្លាប់ធ្វើបុណ្យវត្តនោះវត្តនេះវត្តនោះខ្ញុំធ្វើរាប់មិនអស់ខ្ញុំធ្លាប់បួសទៅទៀតបើមិនជឿទេទៅសួរលោកតាស្វិតទៅណាអញ្ចឹងហើយគេសួរអញ្ចឹងញាតិញោមអាមិននិយាយលេងមែនទេណាស្ដេចយមរាជសួរអញ្ចឹងលោកតាអិនឯងធ្វើបុណ្យធ្វើកុសលមែនស្រាប់តែគេបាំងគេប៉ើងក្រាំងនោះមកអាក្រាំងឈ្មោះប៉ុនណាញាតិញោមប៉ុនអញលោកតាអិនហ្នឹងគាត់មានប៉ុនប៉ិតមែនអញ្ចឹងចាប់កវត្តជើងចាប់ដៃកវត្តខ្វះបោះទៅលើទៅកើតជាមនុស្សផ្លោយញាតិញោមហើយពោ9ខែ10ថ្ងៃកើតព្រិចញាតិញោមហើយមនុស្សដែលមានប៉ុនណាញាតិញោមយើងសំណាងហើយព្រះអង្គសំដែងថាមនុស្សក្របំផុតក្រមាន4ទី1ក្រដោយសារក្របានកើតជាមនុស្សញ៉េក្រញាតិញោមលឺអត់ញោមលឺអត់ក្រមាន4ក្រទី1ក្របានកើតជាមនុស្ស
ក្រទី2នឹងឯងក្របានបួសក្រទី3ក្រស្ដាប់បានធម៌ក្រទី4នឹងឯងក្រត្រាស់ដឹងអញ្ចឹងក្រទី1នេះគឺក្របានកើតជាមនុស្សញោមទាំងអស់គ្នាសិតតែកើតជាមនុស្សហើយញាតិញោមមនុស្សខ្លះកើតបោកហើយខ្វះបុណ្យខ្វះកុសលខ្វះខ្វិនកោថ្លង់នឹងឯងញាតិញោមមនុស្សខ្លះទៀតឯងកើតមកទៅវេទវ៉ែវេទនាមកចប់ញាតិញោមមនុស្សខ្លាំងកើតមកខ្វះបុណ្យនឹងឯងហ្នឹងកើតមកវិជ្ជជំងឺញោមគេចិត្តចប់ឲ្យទៅម៉ូញោមហ្នឹងហើយណាអញ្ចឹងយើងទាំងអស់គ្នាយើងគេឲ្យយើងកើតជាមនុស្សសិតតែយើងមានបុណ្យកុសលតែយើងមានបុណ្យកុសលយើងបានកើតជាមនុស្សមានដៃមានជើងមានភ្នែកមានច្រមុះហើយជាមនុស្សសមាគេហៅថាកើតមកកើតជាមនុស្សល្អស្គាល់ចាស់ស្គាល់ទុំស្គាល់ពុកស្គាល់ម៉ែស្គាល់បងស្គាល់ប្អូនទៀតអាហ្នឹងគេហៅថាកើតមកមានបុណ្យមានកុសលអ្នកខ្លះទៀតញាតិញោមអ្នកខ្លះនឹងឯងស្លាប់ដោយលោកតាអិនយ៉ាងដែរយើងមើលសទ្ធីម្នាក់សម័យព្រះសទ្ធីម្នាក់ហ្នឹងក៏អត់ដែរធ្វើបុណ្យសោះសូមបីតែបុណ្យមន្ទីប៉ិនកញ្ចក់ដៃហ្នឹងក៏អត់ដែរទៅបុណ្យហើយនៅក្បែរវត្តចេតពុនទៅទៀតគាត់មានកូនប្រុសនិយាយពីទ្រព្យសម្បត្តិគាត់និយាយពីសម្បូរទ្រព្យសម្បត្តិហ្នឹងច្រើនម៉េចបើមនុស្សខ្វះបុណ្យចាមនុស្សមានអត់ចេះធ្វើបុណ្យអត់ចេះធ្វើកុសលអញ្ចឹងហើយទៅទ្រព្យសម្បត្តិគាត់ច្រើនម៉េចដោយសារតែគាត់មានបុណ្យពីអតីតជាតិមកគាត់មានកូនប្រុសម្នាក់គាត់បានប្រាប់កូនចេះកូនណាបាទពុកកូនឯងមើលនិយាយតាទៅវត្តទៅវានោះមានបាយមកស្រាក់សឡមកស្រាក់ទៅវត្តគាត់ហ្នឹងអ្នកដែលទៅវត្តគឺអ្នកងងខ្លៅនេះប្រាប់កូនអញ្ចឹងញាតិញោមអ្នកដែលទៅវត្តជាបកគលងងខ្លៅបានគាត់ទៅវត្តហើយកូនសួរមិនអញ្ចឹងបានពុកបានគាត់ជាអ្នកល្ងងខ្លៅអញ្ចឹងអ្នកដែលទៅវត្តគ្មានបានអីមកវិញទេមែនទេញោមមែនអត់អត់យកអីមកវិញឥឡូវយកបុណ្យអីណាយកបុណ្យមកវិញណាតែញោមខ្លះមិនយកបុណ្យទេយកទៅវត្តដូចជាប្រហុកអីទេតែវត្តអាត្មាណាញាតិញោមមិនវត្តនេះណាវត្តអាត្មានោះទៅយកទៅបាយមកស្រាក់រំស្រាក់ដូចញោមយ៉ាងដែរទៅនេះស្រាំមជូរកសាំងអីទេត្រាក់ទៅវិញសឹកខញោមណែត្រាប់ទៅវិញសឹកខសើអីវត្តនេះមិនដឹងឯវត្តអាត្មានោះវោបន្តិចញោមនិយាយទៅដល់ឯងយកទៅមកជូរកសាំងយកពហុអីទៅទេមកវិញយួរដៃពីរញាតិញោមញោមខ្លះនឹងឯងយួររួចដើរចោះវាលស្រែជិលដើរតាមផ្លូវនោះញាតិញោមជិលដើរតាមផ្លូវប្រយ័ត្នគេខ្លាចគេសួរអើយយាយឯងកាន់អីច្រើនម៉េចខ្លាចគេសួរអញ្ចឹងដើរតាមភ្លឺស្រែដើរតាមភ្លឺស្រែយួររួចនឹងឯងអាចចលេននោះញាតិញោមដោចោះដើរឡើងចាស់អញ្ចឹងដោចោះដើរឡើងអាចឆ្លងអាចចលេនរួចនោះដួលព្រុសកពុកខ្ទេចញាតិញោមអានោះក៏មានដែរញាតិញោមអញ្ចឹងលោកសថៃថាអញ្ចឹងយកបើគាត់យកច្រើនពេកអាទៅស្រាលញាតិយកអាមកវិញអាលឹកផងអីផងអាយកអាណាឆ្ងាញ់គ្រាន់តែលោកឆាន់តន់ហើយឯងក៏វាយកតែហ្មងណាអត់កើតទេញាតិញោមហ្នឹងមិនញោមស្រុកខាងនេះញោមខាងនេះល្អទាំងអស់សើអ្នកប៉ុននេះណាសើអ្នកទៅអត់យកអីមកវិញនេះតែវត្តអាត្មានោះយាយវត្តអាត្មានោះទេញោមសើល្អទាំងអស់ហ្នឹងស្រុកឡែងគល់ទាំងអស់ហ្នឹងមុខអាញោមយើងនេះសើអ្នកអត់យកមកហូបមកនេះណាវត្តអាត្មានោះឲ្យទៅមិនស្រួលនឹងឯងយកទៅអីស្រាលទេញាតិញោមមកនិយាយទៅមកវិញនឹងឯងនិយាយទៅពេលលីផងសែងផងនឹងឯងដើរទៅអត់ឈានដើរតាមផ្លូវដើរទៅតាមព្រៃនឹងឯងប្រោកចឹងទៅអាយ៉ាអាបលាចខัวបលាអីអាហែកច្បោនោះចុះច្បោវាមួបឯងកោខ្វាច់ចឹងទៅហៀអាចឡខ្ទេចអាទឹកនឹងសអកាកនឹងយកមកផ្ទះវិញនឹងឯងណាអញ្ចឹងបាទចលនិយាយដល់ហ្នឹងញាតិញោមហ្នឹងហើយអាត្មាខ្ញុំអាត្មាភាពប្រាប់ហើយថាញោមកាលនេះល្អវត្តអាត្មាសិនអស់ទោះហើយញាតិញោមហើយណាយ៉ាញាតិញោមហើយលោកសទ្ធិប្រាប់ថាយ៉ាឆាប់ជាប់ធัวលោកសទ្ធិថាកូនហើយអ្នកដែលទៅវត្តនឹងគ្មានបានយកអីមកវិញទេអ្នកដែលទៅវត្តជាបុគ្គលងងខ្លៅយកអីខ្លួនឯងមិនហ៊ានហូបទេសុកចិត្តយកឲ្យលោកអត់ខ្វល់ធ្វើអីផងហ្នឹងណាលោកអាត្មាធ្វើលោកវត្តនេះធ្វើអីនេះញោមវត្តអាត្មាធ្វើទាំងអស់ណាមើលមុខអាត្មាស្គមកំពឹងឯងដែលវងអង្គស័យអត់ធ្វើអីដេកឆាន់ហ្នឹងថាលេងទេញោមអាងពួកម៉ាក់គ្នាញាតិញោមណាកុំប្រកាន់និយាយគ្នាហើយការពិតលោកក៏ធ្វើជាងអាត្មាទៀតណោះធ្វើផ្លូវធ្វើអីហត់ណាធ្វើថ្ងៃមុនបនផ្កាផងដើម្បីយកលុយធ្វើផ្លូវអាមុនអាត្មាភាពនឹងឯងចូលអាត្មាតែ200000អាត្មាវាមកវិញ600000អីក៏ឆ្លាតណាស់លោក
nè tao vọt à thma nó tao mà phơi mờ nè tao muốn à thma mô vĩnh đi một học ấy học sầm mờ chật sầm mờ nhôm mới xì phơi nhôm nhưng mà luôn muốn à thma chia sẻ nhôm à thma về à thma ôi tao vọt kia cứ mình che chanh kia thì nhiệt nhôm mà vật tao ru cái té à rương ấy che chanh nhôm thế nè che chanh nhôm là tây thế vật tao ru thế không phơi bồn phơi cái sao không áo ru à cọ đôi chiên đi tiết lưới ấy nè ngày yeah លោកសថៃនឹងក៏ប្រាប់កូនណាកូនកុំធ្វើដូចយាយតាអស់នឹងទៅវត្តនឹងគ្មានបានអ្វីមកវិញទេណាមានតែអស់មែនទេញាតិញោមទៅវត្តអស់ប្រហែលថ្ងៃសិលអី50000 ស្ដាប់ធម៌ឲ្យសិលថ្ងៃសិលនោះឯង1000ទៀតហើយទិញមហូប5000ទៀតអស់ប្រហែលណាច្រើនណាញាតិញោមអញ្ចឹងមិនអស់មែនណាកូនឯងនឹងឯងកុំធ្វើដូចយាយតាអស់នឹងយាយតាអស់នឹងឯងល្ងងខ្លាំងមកផ្ទះគាត់តូចមកផ្ទះឪធំម្លឹងកូនឯងត្រូវធ្វើដូចជាសត្វកណ្ដៀមួយថ្ងៃតិចជូនចូលក្នុងផ្ទះណាដូចទឹកថ្នោតមួយដំណក់វាគង់ពេញពងអញ្ចឹងកុំចាយផ្ដេសផ្ដាស់កុំទៅវត្តកុំទៅវាឲ្យសោះណាកុំទៅឲ្យទៀននាំទៅអស់ទេអ្នកដែលឲ្យទៀនឲ្យអីគ្មានបានប្រយោជន៍អីទេអាខ្លួនឯងមិនហ៊ានហូបឆ្ងាញ់ទេសុកចិត្តទិញឲ្យលោកលងសិតតែឆ្ងាញ់មែនទេញោមទាំងអស់គ្នាទៅវត្តមិនខំចម្រិតចម្រាំងមែនទេញោមនឹងឯអាណាឆ្ងាញ់ទុកឲ្យទាំងទៅអាណាក៏នេះអីឲ្យលោកណាញោមហ៎ហើយឬក៏យកអាណាឆ្ងាញ់យកដាក់វត្តញាតិញោមណាគេមានតែយកពីផ្ទះទៅដាក់វត្តមែនទេញោមឮអត់ញោមមានតែយកពីផ្ទះចានឆ្នាំងវែកចព្រាអីណាណីមានតែបញ្ជូនពីផ្ទះទៅដាក់វត្តតែវត្តអាត្មាវិញយកពីវត្តទៅផ្ទះញាតិញោមចំណេញមកគាត់រហូតស្រាប់តែចេះញាតិញោមហើយគាត់បានប្រាប់ណែ